ឈ្មោះសៀវម៉ាន់ឈ្មោះលីងជាហ្កាពីថ្ងៃនេះតទៅត្រូវចាំលេខអត្តសញ្ញាណរបស់ឯង8963នឹងមានអ្នកណាម្នាក់ប្រាប់ពេលឲ្យឯងក្រោកឡើងពេលញ៉ាំពេលចូលបន្ទប់ទឹកពេលស្រូបយកខ្យល់អាកាសឯងគ្មានសិទ្ធិនឹងសួរនោះទេស្ដាប់បង្គាប់តាមដោយគ្មានលក្ខខណ្ឌ5527ចា5517ចា5513ចាឯងថាទេអ្វីដែលអ្នកកសែតនោះនិយាយការពិតទេថាម៉េចគឺគេសំណាប់ប៉ាគេហើយប្រធានបោកខ្ញុំមើលទៅមិនដូចទេឯងមើលគេស្លៀកពាក់នៅក្នុងគុកនេះទៅផ្លាស់ប្ដូរអស់រលីងដូចអ្វីទេដូចជាតញ៉ាំបាយនៅជុំវិញសួនច្បារយ៉ាងណាមិនដឹងទេបងតេវគឺគេឈ្មោះលីងជីកើ5516ចាក្រោកឡើងពួកឯង4នាក់នៅបន្ទប់លេខ10មកតាមខ្ញុំមក5539ចា5533ចាក្រោកឡើងពួកឯង2នាក់នៅបន្ទប់លេខ6មកតាមខ្ញុំ8963ចាបន្ទប់ចុងក្រោយរបស់ឯងក្នុងបន្ទប់អ្នកស្លាប់មកតាមខ្ញុំមិញនេះអ្នកណាថាគេស្អាតខ្ញុំមិនមែនបានន័យថាអញ្ចឹងទេតាជើងម៉ាតែយករបស់ដែលឯងរក្សាទុកយកចេញមកអស់មកបងទេវក្រែងបងថារបស់នោះត្រូវទុកដល់ឆ្នាំថ្មីមិនអញ្ចឹងទេហើយប្រើសម្រាប់ជាពិធីជប់លៀងឆ្លងមែនទេខ្ញុំនឹងប្រញាប់ទៅយកថ្ងៃនេះត្រូវរៀបចំពិធីជប់លៀងឆ្លងបងទេវថ្ងៃនេះយើងនៅទីនេះប្រហែលជា28ឆ្នាំត្រូវតែរៀបចំពិធីជប់លៀងឆ្លងនៅទីនេះហើយចូលទៅ
គុយអ្នកប្រុសលីងបើសិនជាអ្នកប្រុសយកឃើញបន្ថែមទៀតនោះខ្ញុំប្រកាសជារីករាយរួមដំណើរជាមួយនឹងអ្នកប្រុសមែនទេអ្នកប្រុសចេញពីគ្រួសារដែលមានគេឈ្មោះល្បីចិញ្ចៀនលើដៃមួយវងនេះប្រហែលជាមិនមែនតំណែងធម្មតាទេម៉ាំងឈូជីកាខ្ញុំរកលោកគ្រប់ទីកន្លែងការប៉ັດលោកនៅទីនេះសោះជីកាមិនគិតមកពួកលោកកំពុងតែលេងបៀនៅលើទូកុំនិយាយរឿងអត់ប្រយោជន៍គ្រប់គ្នាឃើញអស់ហើយខ្ញុំក៏មិនបាននិយាយអីដែរខ្ញុំមកជួយលេងលោកនឹងណាក្រែងនេះមិនចេះលេងបៀទេមិនចេះខ្ញុំរៀនបានតាលោកភ្លេចហើយហ៎ខ្ញុំរៀនអីចេះលឿនណាអ្នកណាចាច់បៀអ្នកនាងតកលគួយមិនមែនត្រកលគួយទេគឺត្រកលលីអ្នកនាងត្រូវដឹងថាអ្នកនាងកុំអុកឡុកខ្ញុំដឹងហើយនេះបានទីអូបានតាជីកាពូជយើងទៅវិញតោះយើងលោកត្រកលគួយហ៎មិនមែនត្រកលគួយទេគឺត្រកលសៀវលោកសៀវចាច់បៀទេបានអចាឡឡមែនតើចាមែនយកទៅលោកសៀវលោកជពាក់ខ្ញុំ2000យួនខ្ញុំឃើញចិញ្ចៀនត្បូងទទឹមក្រហមនៅលើដៃលោកមានតម្លៃគួរតែយកសងបំណុលមែនទីបានតើអញ្ចឹងអ្នកនាងលីងសូមទទួលយកការប៉ັດមិនអាចទទួលយកបានទេអ្នកនាងអាចប្រាប់ខ្ញុំបានទេមិនក៏មិញនេះអ្នកនាងឈ្នះមែនហើយអ្នកនាងនិស្សិតមានទេពកោសល្យមកពីដេប៉ាតឺម៉ង់គណិតវិទ្យាសាកលវិទ្យាល័យនៃប្រទេសបារាំងក្នុងរយៈពេល3ឆ្នាំសិស្សពីអ្នកខាងផ្នែកគណិតវិទ្យានិងស្ថាបត្យកម្មមិនត្រូវមកនិយាយពីស្លឹកបៀ52ស្លឹកនោះទេអស្ចារ្យថ្ងៃនេះខ្ញុំពេញចិត្តនឹងចោះចាញ់លេសណាយអ្នកនាងដាច់ឆេះគឺពិតជាសំទោសផងណាថ្ងៃនេះគឺធ្វើឲ្យអ្នកនាងចាញ់ជាមួយខ្ញុំហ៎សុំទោសផងអ្នកនាងដាច់ឆេះដែលចាញ់ជាមួយខ្ញុំពេលនេះមិនអីទេខ្ញុំប៉ាវស្រាអ្នកនាងមួយកែបានទេចាស់បានជីកាពួកយើងទៅវិញកុំណែជីកាឆាប់ពាក់ចិញ្ចៀននេះទៅនេះជាស្អីចិញ្ចៀនភ្ជាប់ពាក្យពួកយើងពីរនាក់នោះអីចិត្តនៅលើតង់ក៏គ្មានតម្លៃដែរពាក់មិនពាក់ក៏មិនអីដែរហេបានណាកំរកអីនៅជាមួយខ្ញុំទីអត់អូដឹងហើយថាឯងមិនបោះចោលទេជីកាអញយកច្រឡំហើយមិនខ្វល់ថាយ៉ាងម៉េចទេក៏មិនទៅយកចិញ្ចៀនភ្ជាប់ពាក្យយើងទៅពីរនាក់ទៅលេងល្បែងដែរជីកាអញពិតជាមិនដឹងមែនណាមួយជីវិតនេះបើខ្ញុំឃ្លាតឆ្ងាយពីឯងខ្ញុំមិនរស់ទេខ្ញុំលេងមកឈូសុំស្បត់ចំពោះមេឃបើថ្ងៃក្រោយធ្វើឲ្យជីវហ្គើមិនសប្បាយចិត្តនោះខ្ញុំសុខចិត្តធ្វើជាចំណីរបស់ឆ្លាមសមុទ្របានទេបានតា
មឹងឈូភ្នាល់លបាញ់មិនល្អទីសន្យាជាមួយខ្ញុំថាថ្ងៃក្រោយលេងភ្នាល់ទីបានអញកាត់អីហ្នឹងកប៉ាល់ចិត្តទៅដល់មាត់ច្រាំងហើយកប៉ាល់ចិត្តដល់មាត់ច្រាំងឯងតែសប្បាយចិត្តទើបត្រូវសង្ងំនៅលើទូក 2-3 ខែណាប៉ាខ្ញុំនៅមិនទាន់ដឹងរឿងពួកយើងភ្ជាប់ពាក្យទីមុខមាត់ខ្ញុំក៏មិនអន់ដែរទោះជាបានរៀនខ្ពស់ដោយឯងប៉ុន្តែខ្ញុំបានបញ្ចប់ការសិក្សាពីសាលារៀនដែលមានឈ្មោះល្បីគិតថាប៉ាក្មេកប្រហែលជាមិនស្អប់ខ្ញុំទេខ្ញុំមិនបានបារម្ភថាប៉ាខ្ញុំមិនពេញចិត្តលោកទីខ្ញុំបារម្ភថាប៉ាគិតថាខ្ញុំភ្ជាប់ពាក្យដោយចិត្តខ្លួនឯង3 ឆ្នាំមុនខ្ញុំទៅរៀននៅបារាំងសម្រាប់ចិត្តដោយខ្លួនឯងព្រោះតែរឿងនេះ3 ឆ្នាំប៉ាខ្ញុំមិនដាល់សរសៃសបត់ឲ្យខ្ញុំសូមបីតែមួយសន្លឹងកុំបារម្ភណាដល់ពេលនោះខ្ញុំនឹងធ្វើឲ្យបានល្អបំផុតប៉ារបស់ឯងសប្បាយចិត្តមិនប្រកាសទេគាត់អាចនឹងភ្លេចរឿងអតីតកាលក្នុងចិនសប្បាយចិត្តបន្តិចទៅដល់ហើយទុកចិត្តត្រឡប់ទៅផ្ទះវិញហើយដល់គ្រឿងភ្នែកក៏បានចុះពីលើកប៉ាល់ហេតុអីទេមានរឿងអីមានសិទ្ធអីមិនប្រយមែនរឿងអីទេមិនឲ្យចុះអញ្ចឹងអ្នកនាងនេះស្លោអ៊ីខ្សែករបស់អ្នកនាងត្រូវគេលួចទៅបាត់ហើយមុនពេលដែលរកខ្សែកឃើញអ្នកណាក៏មិនអាចចុះពីលើកប៉ាល់បានដែរមិនដឹងថាប៉ូលីសទាំងនេះធ្វើការយ៉ាងម៉េចទីខ្ញុំគិតថាផ្ដោតទៅលើការត្រួតពិនិត្យអស់ទាំងនោះដាក់តាមអ្នកនាងដាច់ឆេះអ្នកដែលនៅចិត្តនេះលើពីនេះខ្សែកដែលជាប់នៅលើកយកទៅមិនមែនជារឿងងាយស្រួលទីអ្នកនាងនេះមិនជាប៉ូលីសពិតជាគួរស្ដាយមែនហើយលោកសៀវគិតថាអ្វីដែលខ្ញុំនិយាយមិនត្រូវទេមែនហើយត្រូវណាស់ប៉ុន្តែល្ងាចមិញនេះអ្នកនាងលីងក៏អង្គុយលេងបៀននៅតុជាមួយអ្នកនាងដាច់ឆេះដែរបើមិនសិនជាមិនរាប់នាងដែលជាជនសង្ស័យដែលទីនោះក៏មិនអាចនិយាយបានដែរមនុស្សត្រង់មិនខ្លាចនឹងអំពើអាក្រក់ទេឆែកមើលទៅតែនាងលីងដល់ពេលអ្នកនាងហើយជើញណែមកកណែមិនក្រំហ៎នេះក្រែងជាខ្សែករបស់នាងដែលឆេះមែនទេមិនក្រំរកឃើញហើយអ្នកណាអញ្ចេះណាគេអ្នកណាអញ្ចេះអ្នកណាគេចេះណានេះជាខ្សែករបស់ខ្ញុំមុខមាត់ស្រស់ស្អាតណាស់ពិតជាមិននឹកស្មានសោះមិនក៏ខ្សែកនៅក្នុងកាបូបរបស់នាងទៅវិញខ្ញុំមិនដឹងទេមិនដឹងខ្ញុំពិតជាមិនដឹងមែនរសៀននេះអ្នកនាងម្នាក់នេះនិងអ្នកនាងដាច់ឆេះពួកខ្ញុំលេងបៀជាមួយគ្នាក្នុងបន្ទប់ពេលដែលកប៉ាល់ធ្វើដំណើរមិញនេះគេដែលប៉ះនឹងអ្នកនាងដាច់ឆេះរបស់ពួកខ្ញុំបើនិយាយអញ្ចឹងនាងមានឱកាសគ្រប់គ្រាន់នៅក្នុងការលួចអត់ទេហេតុអីបានជាខ្ញុំត្រូវលួចខ្សែករបស់គេយកខ្សែកមកដាក់ក្នុងកាបូបចាំឲ្យពួកលោកឆៃធ្វើអីទៅពីសំណួរនេះសួរបានល្អខ្លាំងណាស់បន្តិចទៀតពួកយើងទៅប៉ុស្តិ៍ប៉ូលីសត្រួតពិនិត្យតាមដំណាក់កាលលោកប៉ូលីសលោកយកច្រឡំហើយខ្ញុំសុំធានាណាអនាគតប្រពន្ធរបស់ខ្ញុំប្រកាសជាមិនបានលួចទេអនាគតប្រពន្ធលោកនឹងគេមកជាមួយគ្នាមែនទៅជាមួយគ្នាទៅហេតុអីទៅពួកខ្ញុំមិនមែនជាអក្រិតជនទីខ្ញុំគិតថាម្នាក់នេះគួរឲ្យសង្ស័យណាស់តាំងពីរសៀលដូចជាចាប់អារម្មណ៍អ្នកនាងដាច់ឆេះមករហូតគេប្រកាសជាយកខ្សែកមកដាក់នៅក្នុងកាបូបខ្ញុំមិនខានហើយទម្លាក់កំហុសដាក់ខ្ញុំអ្នកនាងលីងអ្នកនាងកុំទម្លាក់កំហុសលើមនុស្សល្អដូចជាខ្ញុំបានទេហ្នឹងហើយសើបរឿងក្តីត្រូវតែនិយាយពីផុសតាំងខ្ញុំមិនបានលួចខ្សែកទីខ្ញុំក៏មិនមែនខ្ញុំមិនមែនជាចោរទីលោកមិនចាប់ខ្ញុំធ្វើអីទៅខ្ញុំមិនមែនជាចោរពិតមីចោរឬមិនចោរពួកខ្ញុំនឹងធ្វើការពិសោធន៍ណានាំទៅបាទទៅលឿនឡើងទៅមឹងឈូត្រូវគេចាប់បញ្ជូនទៅប៉ុស្តិ៍ប៉ូលីសបាត់ទៅហើយនៅយឺតយ៉ាវយ៉ាងមិនកើតទៅប៉ាកុំទះសា
ខាងមុខជិតដល់ហើយថ្ងៃនេះមនុស្សដើរតាមផ្លូវច្រើនណាស់ខ្ញុំបើលឿនណាស់ហើយណាមិនបន្ទោសឯងនោះទេយើងបានដាក់ទឿនទៅហើយមិនឲ្យធ្វើដំណើរតាមជើងទឹកទេរឿងនេះមិនយ៉ាងអាចបន្ទប់បងធំបានទេបាននិយាយទូរស័ព្ទក្នុងបន្ទប់បងធំហ៊ានរំខានប៉ាដែរទេដាច់ច្បាប់ខ្លួនឯងហើយនៅមកថាឲ្យគេទៀតអ្នកនាងគិតមើលច្បាស់តិចទៅមិនក៏ខ្សែកនោះនៅក្នុងកាបូបរបស់អ្នកនាងយ៉ាងនេះប្រកាសជាប្រុសម្នាក់ឈ្មោះសៀវលីនហ្វឹងនោះដាក់ក្នុងកាបូបខ្ញុំហើយមិនក៏នាងដឹងខ្ញុំទាយទាយមិនអាចតំណាក់កំហុសលើគេបាននោះទេអញ្ចឹងលោកឲ្យខ្ញុំធ្វើយ៉ាងម៉េចការពិសោធន៍ភាពបរិសុទ្ធរបស់ខ្ញុំការពិតជាការងារប៉ូលីសដូចជាពួកលោកមិនចេះថានាងជាអ្នកខុសបើទោះបីជាការងារប៉ូលីសដូចជាពួកខ្ញុំក៏ដោយចង់បញ្ជាក់ថាខ្ញុំត្រូវគេទម្លាក់កំហុសក៏ធម្មតាដែរតែត្រួតពិនិត្យស្នាមដៃខ្ញុំនៅលើខ្សែកនោះនឹងបានដឹងហើយមើលទៅនាងដូចជាយល់ច្បាស់ណាស់លោកបាននេះថាម៉េចខ្ញុំថានាងគឺមានបទពិសោធន៍ច្រើនខ្លាំងណាស់បងឈូប៉ាបងធំមកហើយហ៎ពួកយើងទៅទទួលឯងនៅមាត់ចាំងតែមិនឃើញទេហើយពួកយើងឮថាឯងនៅប៉ុស្តិ៍ប៉ូលីសមានអីកើតឡើងទៅគេទម្លាក់កំហុសថាគេលួចខ្សែកនាងដាច់ឆេះម្នាក់នោះប៉ូលីសដែលឈ្មោះថាឡងធានអ៊ីយកខ្ញុំមកសាកសួរនៅប៉ុស្តិ៍ប៉ូលីសឈីវហ្គើជាអ្នកណាឈីវហ្គើជាប៉ាគេឈីវហ្គើសួស្ដីលោកអ៊ំលីសួស្ដីលោកប្រហែលជាមេកងឡនធានអ៊ីឲ្យមើលទៅគឺខ្ញុំលីស៊ឺណាននិយមមើលការខុសត្រូវទីក្រុងសានគូមឹងឈូជាកូនខ្ញុំបានទទួលនឹងការអប់រំយ៉ាងល្អតាំងពីក្មេងមកម្ល៉េះគឺប្រកាសជាមិនមែនរឿងលួចរបស់គេនោះទេប្រកាសជាមានអ្នកផ្សេងធ្វើមិនខានឡើយណាសង្ឃឹមថាលោកធានអ៊ីគឺធ្វើឲ្យមានភាពងាយស្រួលឲ្យខ្ញុំនាំកូនខ្ញុំត្រឡប់ទៅផ្ទះវិញបានដែរទេលាប៉ាជីកើមិនមែនជាចោលទេរឿងនេះប្រកាសជាមានការយល់ច្រឡំខ្ញុំទៅជាមួយប៉ាបានហើយខ្ញុំនាំជីកើទៅដែរមងឈូនេះជាប៉ុស្តិ៍ប៉ូលីសមិនអាចទម្លាក់កំហុសឲ្យមនុស្សល្អទេណាបើសិននាងលេងត្រូវគេចាប់ប្រកាន់មែននោះគឺប្រកាសจะដោះលែងជួយធ្វើមានបញ្ហាទៀតទៅឆាប់ទៅផ្ទះវិញទៅគ្រប់គ្នាមុនពេលដែលលទ្ធផលពិសោធន៍ស្នាមដៃចេញមកអ្នកណាក៏អាចទៅបានដែរមែនណាអ្នកប្រុសលេងត្រូវរំខានអ្នកប្រុសឲ្យពួកខ្ញុំពិនិត្យស្នាមរៀនដៃផងទៅមេកងបាននិយាយថាម៉េចហ្នឹងលោកមេកងសង្ស័យនៃភាពបរិសុទ្ធរបស់កូនខ្ញុំតាមមែនទេនៅកន្លែងកាន់ហេតុអ្នកប្រុសលេងក៏ហើយម្យ៉ាងទៀតលេងហើយពួកខ្ញុំគឺមិនអាចឲ្យគេចេញបានទេការស្វែងរកការពិតនោះជារឿងរបស់ប៉ូលីសដូចជាពួកលោកអូនខ្ញុំជាមនុស្សល្អទេគេត្រូវតែត្រឡប់ទៅវិញណាអើយបាទនាំទៅអ្នកណាហ៊ានប៉ះពាល់ប្អូនយើងដឹងគ្នាហើយខ្ញុំជឿថាមឹងឈូនិងនាងនេះជាមនុស្សបរិសុទ្ធយ៉ាងណាជាមនុស្សបរិសុទ្ធខ្លាចស្អីទេនេះជាប៉ុស្តិ៍ប៉ូលីសសុទ្ធតែមានច្បាប់របស់ប៉ូលីសមិនខ្វល់ថាអ្នកណាទេត្រូវតែគោរពបានហើយជីកើមិនមែនជាចោលទេពួកលោកដឹងថាពុកជីកើជាអ្នកណាទេបានរបស់គេជាអ្នកគ្រប់គ្រងលីងអាវតុងរបស់ពួកលោកសូមសួរថាកូនស្រីរបស់អ្នកគ្រប់គ្រងមិននឹងខ្លាចទៅជាចោលបានអ្នកគ្រប់គ្រងលោកមេកងធានអ៊ីជើញអ្នកគ្រប់គ្រងចេញទៅក្រៅបន្តិចឡងធានអ៊ីមានឯកាឡើងទៅកូនស្រីរបស់អ្នកគ្រប់គ្រងត្រូវមេកងឡងធានអ៊ីគឺចាំបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសហើយជីវកើលោកប៉ាមកហើយចាមកហើយប៉ាអាយហៅខ្ញុំថាម៉េចខ្ញុំនឹងជីវកើបានភ្ជាប់ពាក្យជាមួយគ្នានៅប្រទេសបារាំងហើយ
អ្នកគ្រប់គ្រងលីងមនុស្សស្មានថាពួកយើងខ្លាចជាសាច់ញាតិនឹងគ្នាសោះហើយនេះកូនស្រីរបស់លោកទាំងស្អាតទាំងពូកែចំណែកកូនប្រុសខ្ញុំដូចជាឋានសួគ៌សាងឡើងយ៉ាងចឹងណាជីវកើអាចទៅវិញជាមួយខ្ញុំបានទៀតនឹងមិនឃើញស្នាមដៃនៅលើខ្សែករបស់អ្នកនាងលីងទេផុតពីការសង្ស័យអាចទៅបានហើយកូនស្រីខ្ញុំធ្វើដំណើរនឿយហត់ត្រូវការសម្រាប់ត្រូវសុំទោសអ្នកទាំងអស់គ្នាណាពួកខ្ញុំលាជីវកើបងឈូប៉ុន្តែគ្មានរឿងអីទេពួកខ្ញុំសុំទៅវិញហើយបងខ្ញុំគិតថាលោកអ៊ំលីងដូចជាមិនចូលចិត្តខ្ញុំសោះទេនេះឯងមិនតាន់បានណែនាំខ្លួនផងចង់ត្រឡប់មករៀបការជាមួយកូនស្រីតាហើយបោះផ្សិតជាលោកអ៊ំលីងបងក៏មិនសប្បាយចិត្តដូចគ្នាម្យ៉ាងទៀតថ្ងៃនេះជួបគ្នានៅប៉ុស្តិ៍ប៉ូលីសទៀនធម្មតាមានអារម្មណ៍រអៀលចិត្តណាស់អញទុកចិត្តចាស់ត្រឡប់ទៅងូតទឹកបន្តិចទៀតបងចូលទៅស្ដីដំណឹងគេជាផ្លូវការគេឆ្ងាយពីផ្ទះញ៉ាំគៀវមកផ្ទះវិញញ៉ាំមីញ៉ាំទៅបាទធ្វើមីឆ្ងាញ់ណាស់កូនស្រីធំហើយមិនស្ដាប់បង្គាប់ប៉ាកូនចេញទៅរៀននៅស្រុកក្រៅជារឿងល្អណាស់ពេលនោះប៉ាមិនគួរជំទាស់ទេចុះហេតុអីខ្ញុំសរសេរសបិទផ្ញើឲ្យប៉ាជាច្រើនប៉ាមិនឆ្លើយតបនៅខ្ញុំវិញចាប៉ាចាស់ហើយនៅតែស្រឡាញ់មុខមាត់ចង់ផ្ញើសម្បត្តិទៅឲ្យកូនដែរតែសរសេរមិនកើតជីវកើកូនកុំទោសប៉ាណាការពិតខ្ញុំទេថាអញ្ចឹងដែរការពិតសម្បត្តិឲ្យកូនផ្ញើមកទាំងអស់ប៉ាអាន 3-4 ដងឯនោះប៉ាដឹងថាកូនប៉ាអស់ចានណាស់មិនត្រឹមតែប៉ុណ្្នឹងទេបរិញ្ញាបត្រខាងផ្នែកមហាវិទ្យាល័យនៅប៉ារីសនៅសិក្សាស្ថាបត្យកម្មទៀតកូនស្រីប៉ាអស់ចានណាស់ប៉ាមានមោទនភាពចំពោះកូនប៉ាពេលដែលនៅបារាំងមឹងឈូល្អនឹងកូនណារលឹកពេលដល់កូនឈឺគេតែងតែនៅក្បែរមើលថែកូនរហូតអូញ៉ាំមីហើយចាំនិយាយទៀតណាតិចអស់ហើយលែងឆ្ងាញ់ហើយញ៉ាំទៅលោកផ្កាចូលមកមើលតិចមកលោកផ្កាចូលមកមើលតិចទៅផ្កាស្រស់បំប្រងចូលទៅបើអ្នកគ្រប់គ្រងលីងនិងអ្នកនាងលីងអញ្ជើញមកព្រោះតែរឿងរៀបការជាមួយកូនស្រីខ្ញុំនោះចឹងកុំខាតពេលវេលាអីជើញទៅវិញទៅលោកអ៊ំលីងបងអូនខ្ញុំនិងកូនស្រីលោកអ៊ំសំគ្នាណាស់ម្យ៉ាងទៀតពេជ្រពងគ្រួសាររបស់ពួកយើងក៏ស័ក្តិសមនឹងគ្នាដែរហេតុអីបានជាលោកអ៊ំជំទាស់ខ្លាំងម្ល៉េះកូនខ្ញុំអាយុតិចណាស់មិនសូវជាមានបទពិសោធន៍រឿងរៀបការគឺជារឿងធំគួរតែទុកឲ្យប៉ាម៉ាក់ជាអ្នកចាត់ការទៅចុះណាលោកប៉ាលោកអ៊ំលីងពង្រឹងគ្រូស្នេហ៍ពួកគេឲ្យឃ្លាតឆ្ងាយពីគ្នាក៏ព្រោះតែមឹងឈូឬយកច្រឡំនឹងគ្រួសារតកូលលីងទេដឹងនៅសាងគូនៅគ្រប់គ្រងលីងមានតំណែងធំហើយមានអំណាចណាស់គ្រប់គ្រងការទទួលខុសត្រូវនៅទីក្រុងទាំងអស់គ្រួសារតកូលលីងខ្ញុំស្អាតស្អំរស់នៅក្រលំបាកតោកយ៉ាកែងថាតោងឈុងមណ្ឌលចឹងត្រឡប់ទៅវិញទៅហើយឈឺកើអ្នកគ្រប់គ្រងលីងនិយាយដល់ថ្នាក់នេះទៅហើយនិយាយច្រើនក៏គ្មានប្រយោជន៍ដែរនាងជឺពួកយើងត្រឡប់ទៅវិញទៅខ្ញុំគិតថាម្នាក់នេះទេដែលគួរឲ្យសង្ស័យចាប់តាំងពីរសៀលចាប់ផ្ដើមតាក់ទាញចំណាប់អារម្មណ៍ពីអ្នកនាងដាច់ឆេះមករហូតគេប្រកាសជាយកខ្សែកដាក់ចូលក្នុងកាបូបខ្ញុំហើយទម្លាក់កំហុសដាក់ខ្ញុំមិនបានជាប៉ះមិនយល់ស្របនឹងការរៀបការរបស់ពួកខ្ញុំ
ឬមួយព្រោះតែខ្ញុំជ្រើសរើសដែលខ្លួនឯងធ្វើឲ្យប៉ាចំទាស់បែបនេះគ្រប់យ៉ាងដែលខ្ញុំសម្រេចចិត្តខុសមែនទេតាំងពីទៅដល់ធំប៉ាចិញ្ចឹមខ្ញុំដូចជាឃុំអ ுக ្រិតជនអញ្ចឹងក្រោយពីទៅសាលាខ្ញុំស្ទើរតែមិនបានចេញទៅស្គាល់ពិភពខាងក្រៅហេតុអីបានជាប៉ាធ្វើបែបនេះឬមួយក៏ប៉ាពិតប្រកបរបស់ខ្ញុំជាអ ுக ្រិតជនប៉ាគិតថាខ្លួនខ្ញុំមានឈាមជាអ ுக ្រិតជនហូរពេញនឹងអញ្ចឹងប៉ាត្រូវតែការពារខ្ញុំយ៉ាងណាបែបនេះទៅហើយគួរតែបណ្ដោយទៅតាមកម្មពៀតាំងពីដំបូងទៅមកចិញ្ចឹមបីបាច់ខ្ញុំឲ្យខ្ញុំធំធ្វើអីជឿកើកូននិយាយផ្ដេសផ្ដាស់អីហ្នឹងប៉ាមិនដែលគិតថាខ្ញុំជាកូនបង្កើតរបស់ប៉ាទេឬមួយខ្ញុំនៅក្នុងចិត្តប៉ាខ្ញុំជាអ ுக ្រិតជនមករហូតមែនទេប៉ាមនុស្សស្មានថាច្រើនឆ្នាំមុននេះនៅក្នុងចិត្តរបស់កូនមានអារម្មណ៍ថានឹងស្អប់ពើប៉ាដល់ថ្នាក់នេះទេជីកើប៉ាសុំស្បត់ប៉ាមិនដែលឃើញកូនជាអ្នកផ្សេងទេក្នុងចិត្តប៉ាកូនដូចជាកូនបង្កើតរបស់ប៉ាអញ្ចឹងខ្ញុំក៏ចង់ជឿដែរប៉ុន្តែតាំងពីទៅដល់ធំខ្ញុំគ្មានសេរីភាពទេខុសពីអ ுக ្រិតជនត្រង់ណាស់ទេប៉ាមិនដឹងថាអីទេប៉ាគិតថាប៉ាធ្វើខុសដល់ថ្នាក់នេះប៉ុន្តែជីកើប៉ាធ្វើទាំងអស់នេះសុទ្ធតែចង់ឲ្យកូនល្អទេខ្ញុំស្អប់ប៉ាជីកើអូនស្រីអូនធ្វើអីហ្នឹងអញធ្វើអីហ្នឹងកំដៅបងផឹក2 3កែវអញធ្វើបាបនេះទៀតយើងប្តឹងប៉ូលីសហើយកុំខ្លាចមកឲ្យបងស្នើសុំអូនទៅណាឲ្យមកអាយ៉ាជួយផងជួយផងនេះជួយចាំចុះទៅជួយចាំចុះណាចាប់ឈើចុះទៅលឿនឡើងមកហុចដៃឲ្យខ្ញុំមកលឿនមកលើខ្ញុំផងនាងជាគិតកោយើងប្តឹងនាងបើចង់ប្តឹងទៅប៉ូលីសទៅចេញទៅនាងមិនទេមិនអីទេបើនាងសំណាប់គេនោះនាងនឹងខ្លាចជាអក្រិតជនហើយណាអក្រិតជនខ្ញុំជាអក្រិតជនលោកចាប់ចំទៅប៉ុស្តិ៍ប៉ូលីសម្ដងទៀតក៏បានដែរលើកក្រោយបើមានហេតុការណ៍បែបនេះទៀតនាងមិនអាចនៅស្ងៀមបានទេដឹងអត់លោកមិនមែនចៃដន្យដាស់កាត់ម្ដុំនេះមែនទេលោកលួចរត់មកតាមខ្ញុំតាំងពីនៅវត្តទ្វាររហូតនាងនឹងថាខ្ញុំកំពុងតាមដាននាងប៉ុន្តែខ្ញុំជាកូនរបស់អ្នកគ្រប់គ្រងបាត់ត្រីអ្នកផ្សេងតាមដានឲ្យមិនស្គាល់នោះប្រកាសជាធ្វើឲ្យប៉ាខ្ញុំខ្មាស់គីលោកមកតាមខ្ញុំរហូតបែបនេះឃើញថាខ្ញុំត្រូវគេលោកលន់បាយជាមិនជួយខ្ញុំសង្ស័យណាស់ប៉ូលីសដូចជាលោកនេះអាចការពារសុវត្ថិភាពអ្នកស្រុកនៅសាងគូបានទេណាមានទៀតមិនក៏លោកជួយមនុស្សប្រុសម្នាក់នោះគេធ្វើបាបខ្ញុំត្រូវតែបដៅគេឲ្យចាស់ដៃម្ដងបដៅប៉ុណ្ណឹងគិតថាតិចពេកហើយបានលោកនិយាយទៅលោកមកតាមខ្ញុំធ្វើអីមុននេះនិយាយពីខ្សែករបស់ដាឆាត្រូវមនុស្សប្រុសដែលឈ្មោះលីងហ្វឹងនោះដាក់ចុះក្នុងកាបូបរបស់នាងមែនទេខ្ញុំប្រាប់ហើយនោះគ្រាន់តែខ្ញុំទាយទីសៀវលីងហ្វឹងគឺជានរណាគឺមកពីណាខ្ញុំក៏មិនដឹងច្បាស់ដែរខ្ញុំគ្រាន់តែលេងបៀជាមួយគេប៉ុណ្ណោះបើតាមដាគេនិយាយពីមុនគេដែរលេងនៅម្ដុំសមុទ្រខាងត្បូងរហូតមើលទៅការស្លៀកពាក់នឹងរឹកពីដូចជាអ្នកមានលុយប៉ុន្តែស្អីទៅគេគ្រាន់តែតែងរឿងនេះឡើងទីតែងរឿងដៃគេដូចជាក្រិនណាមនុស្សអាយុ18ឆ្នាំប្រហែលជាធ្វើការធ្ងន់រហូតខ្ញុំដឹងតែប៉ុណ្្នឹងទីកុំមកតាមខ្ញុំទៀត
ឬមួយព្រោះតែប៉ាបង្កើតរបស់ខ្ញុំជាអក្រិតជនប៉ាឃើញតែខ្ញុំមានជាអក្រិតជនហោពេញនឹងដូច្នេះហើយប៉ាត្រូវតែការពារខ្ញុំយ៉ាងណាអញ្ចឹងហើយគួរតែមកដោយឲ្យខ្ញុំទៅតាមកម្មពៀតាំងពីដំបូងទៅមកលំបាកចិញ្ចឹមខ្ញុំដល់ធំធ្វើអី Jigger កូននិយាយផ្ដាស់ស្អីនឹងប៉ាដែលទុកខ្ញុំជាកូនស្រីបង្កើតរបស់ប៉ាទីឬមួយក៏នៅក្នុងចិត្តប៉ាខ្ញុំជាអក្រិតជនរហូតមែនទីអ្នកគ្រប់គ្រងនៃម្នាក់នោះក៏ប្លែកណាស់ដែរមុននេះតែគេខឹងបងយល់ពីអារម្មណ៍របស់គេប៉ុន្តែលើកនេះពួកយើងទៅសួរសុខទុក្ខដល់ផ្ទះចូលស្ដីដល់នឹងត្រឹមត្រូវមិនត្រឹមតែធ្វើតាមប្រពៃណីទេគឺនៅផ្ដល់កិត្តិយសឲ្យទៀតប៉ុន្តែគេនៅតែបដិសេធដដែលដុំចាស់គ្រួសារលេងឲ្យគេផ្ញើរបស់មកយកឲ្យយើងមើលតិចមកបាទយកចូលមកណែស្រានេះបានន័យថាម៉េចបងឈូនេះជាស្រានារីក្រហមដែលកប់ទុកក្នុងដីតាំងពីថ្ងៃដែលកូនស្រីកើតមកថ្ងៃដែលរៀបការនឹងផ្ញើទៅឲ្យកូនកំណត់ឲ្យឆ្កាបសំព្រេងគ្រួសារតកូនលេងផ្ញើស្រាមកបញ្ជាក់ថាលោកអ៊ំនេះយកស្រាប់ហើយចាប់ពីថ្ងៃនេះទៅប៉ាជាប៉ារបស់កូនហើយនឹងប៉ាធានាប៉ាចិញ្ចឹមកូនដូចជាប៉ាបង្កើតអញ្ចឹងមើលថែកូនប៉ាជីកាហេតុអីបានឯងនិយាយស្ដីគំរោះគំរើយដាក់ប៉ារបស់ឯងដល់ថ្នាក់នេះគាត់ធ្វើដើម្បីឯងបានជាមួយជីវិតនេះគាត់មិនរៀបការជារៀងរហូតឯងនៅចង់បានអីពីគាត់ទីការពិតឯងមិនស័ក្តិសមធ្វើជាកូនរបស់គាត់តាំងពីដំបូងមកម្លេះប៉ា
ណាសម្លាប់ប៉ាខ្ញុំសួរថាអ្នកណាសម្លាប់ប៉ាខ្ញុំពួកលោកធ្វើអីហ្នឹងហេតុអីបានទៅចាប់ខ្ញុំមិនបានជាពួកលោកចាប់ខ្ញុំយ៉ាងនេះប៉ាលែងខ្ញុំប៉ាតំណាងពិសេសអ្នកគ្រប់គ្រងត្រូវគេសម្រាប់ជនសង្ស័យជាកូនស្រីបង្កើតរបស់គាត់ផ្ទះគ្រួសារតកូលលីងនៅជ័យដែនឆៃរឿងក្តីកិច្ចកម្មនៅផ្ទះគ្រួសារតកូលលីងក៏និយាយបានថារឿងក្តីកើតឡើងនៅផ្ទះដែលនៅជ័យដែនឆៃប៉ូលីសជ័យដែនឆៃនឹងមកមើលការខុសត្រូវរឿងក្តីតាមកិច្ចសន្យាប៉ុន្តែអ្នកស្លាប់ជាអ្នកគ្រប់គ្រងនៅប៉ុស្តិ៍ប៉ូលីសនៃស្រុករបស់យើងវាគួរតែឲ្យប៉ុស្តិ៍ប៉ូលីសយើងជាអ្នកតាមដានត្រួតពិនិត្យណាវាស័ក្តិសមជាងព្រោះតែហេតុនេះហើយគ្មានហេតុផ្សេងទេដឹងទេថារារាំងប៉ូលីសជ័យដែនឆៃធ្វើរឿងក្តីនឹងទទួលលទ្ធផលយ៉ាងណាខ្ញុំគិតថាស្នើសុំរបស់ខ្ញុំនេះសមហេតុផលលើពីនេះទៅអ្នកស្លាប់ជាអ្នកគ្រប់គ្រងប៉ុស្តិ៍ប៉ូលីសរបស់យើងយ៉ាងហោចណាស់ពួកយើងប្រហែលជាមានអំណាចក្នុងការសាកសួរស្រុកទេសច្បុកច្បល់លោកមានចិត្តសណ្ដោសយ៉ាងនេះទៀតបានបើលោកចង់សាកសួរខ្ញុំនឹងឲ្យអំណាចទៅលោក